បងប្អូនដែលបានដាក់ឆ្នោតផ្សងសំណាងមករស់នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី DV Visa Program តើបងប្អូនចង់ដឹងទេថាតើកម្មវិធីនេះមានប្រវត្តិយ៉ាងណានោះអញ្ចឹងសូមអញ្ជើញតាមដានស្ដាប់កម្សាន្តទាំងអស់គ្នាកម្មវិធីឆ្នោតផ្សងសំណាង DV Lottery ត្រូវបានបើកជាផ្លូវការដំបូងបំផុតនៅក្នុងឆ្នាំ1994កម្មវិធីនេះត្រូវបានបង្កើតឡើងតាមច្បាប់តប្រវេសន៍ឆ្នាំ1990ប៉ុន្តែការចាប់ឆ្នោតដំបូង DV1 ត្រូវបានធ្វើឡើងនៅឆ្នាំ1994ដើម្បីឲ្យអ្នកឈ្នះអាចទៅរស់នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ1995តើគេបង្កើតកម្មវិធីឆ្នោតផ្សងសំណាង DV Lottery នេះដើម្បីអ្វីកម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់បង្កើនភាពចម្រុះនៃជនអន្តោប្រវេសន៍នៅចុងសតវត្សទី20ប្រទេសអាមេរិកមានជនអន្តោប្រវេសន៍ភាគច្រើនមកពីអាស៊ីនិងអាមេរិកឡាទីនដូច្នេះរដ្ឋាភិបាលចង់ឲ្យមានការចម្រុះបន្ថែមដោយអញ្ជើញមនុស្សពីប្រទេសដែលមានអត្រាអន្តោប្រវេសន៍ទាបមកអាមេរិកទី2នោះគឺផ្ដល់ឱកាសសម្រាប់ប្រទេសដែលមិនធ្លាប់ចូលមកអាមេរិកប្រទេសដែលមិនសូវមានប្រជាជនអន្តោប្រវេសន៍មកអាមេរិកឧទាហរណ៍ដូចជាប្រទេសអឺរ៉ុបអាហ្វ្រិកនិងអាស៊ីខាងត្បូងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីនេះទី3ធ្វើឲ្យប្រព័ន្ធអន្តោប្រវេសន៍មានភាពសមធម៌កម្មវិធីនេះផ្ដល់ឱកាសដល់មនុស្សគ្រប់ប្រភេទដោយការចាប់ឆ្នោតដោយចៃដន្យសរុបសេចក្តីមកកម្មវិធីឆ្នោត DV ត្រូវបានបង្កើតឡើងដើម្បីឲ្យមានភាពសមធម៌និងមានភាពចម្រុះជាតិសាសន៍ដើម្បីទៅអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកហើយវាជាឱកាសសម្រាប់ប្រទេសដែលមិនសូវមានជនអន្តោប្រវេសន៍ចូលរស់នៅសហរដ្ឋអាមេរិកអាចទៅរស់នៅនិងបង្កើតជីវិតថ្មីបាន1ប្រទេសដែលអាចចូលរួមនៅក្នុងកម្មវិធីនេះបានជាប្រទេសដែលក្នុងរយៈពេល5ឆ្នាំចុងក្រោយមិនមានអ្នកអន្តោប្រវេសន៍ច្រើនចូលសហរដ្ឋអាមេរិកភាគច្រើននៃប្រទេសអាហ្វ្រិកអឺរ៉ុបអាស៊ីខាងត្បូងដូចជាកម្ពុជាឡាវថៃអាចចូលរួមបានឧទាហរណ៍ប្រទេសដែលអាចចូលរួមមានកម្ពុជាឡាវថៃប្រទេសភាគច្រើននៅអាហ្វ្រិកប្រទេសអឺរ៉ុបខ្លះៗប្រទេសមិនអាចចូលរួមប្រទេសដែលមានអន្តោប្រវេសន៍ច្រើនទៅសហរដ្ឋអាមេរិកឧទាហរណ៍ប្រទេសចិនវៀតណាមភូមាមេស៊ីកូហ្វីលីពីនហេទីឥណ្ឌាអង់គ្លេសការកំណត់ត្រូវបានផ្សព្វផ្សាយនិងផ្លាស់ប្ដូរជារៀងរាល់ឆ្នាំរបៀបដាក់ពាក្យការដាក់ពាក្យជារៀងរាល់ឆ្នាំចាប់ផ្ដើមពីខែតុលាដល់ខែវិច្ឆិកាដាក់ពាក្យតាមអ៊ីនធឺណិតតែប៉ុណ្ណោះតាមគេហទំព័រ dvprogram.state.gov តម្រូវការត្រូវមានបញ្ចប់ការអប់រំមធ្យមសិក្សាឡើង High School ឬមានបទពិសោធន៍ការងារណាមួយត្រូវមានអាយុចាប់ពី18ឆ្នាំឡើងទៅសម្រាប់បំពេញពាក្យដោយខ្លួនឯងថតរូបតាមស្តង់ដារទី3ការចាប់ឆ្នោតក្រោយដាក់ពាក្យរួចត្រូវរង់ចាំលទ្ធផលដែលចេញនៅខែឧសភាឆ្នាំក្រោយបើឈ្នះត្រូវបន្តដំណើរការទៅកាន់ការសម្ភាសន៍នៅស្ថានទូតកុងស៊ុលនិងបំពេញលិខិតពាក់ព័ន្ធសរុបសេចក្តីមកកម្មវិធីនេះបើកឱកាសសម្រាប់ប្រទេសដែលមិនសូវមានអ្នកអន្តោប្រវេសន៍មកអាមេរិកការដាក់ពាក្យងាយស្រួលត្រឹមត្រូវមានលក្ខខណ្ឌសមរម្យនិងបំពេញពាក្យងាយស្រួលត្រឹមត្រូវមានលក្ខខណ្ឌសមរម្យនិងបំពេញពាក្យតាមអ៊ីនធឺណិតមានប៉ុន្មានអ្នកដែលទទួលបានទិដ្ឋាការវីសាជារៀងរាល់ឆ្នាំប្រហែលជា 55,000 អ្នកត្រូវបានអនុញ្ញាតឲ្យទទួលបាន Green Card ជារៀងរាល់ឆ្នាំនេះជាចំនួនអតិបរមាដែលរដ្ឋាភិបាលអាមេរិកកំណត់សម្រាប់កម្មវិធីនេះតែប្រជាជនដែលឈ្នះឆ្នោតចំនួនធំនោះមិនទាំងអស់នឹងបានទិដ្ឋាការនោះទេពីព្រោះមានអ្នកខ្លះមិនបន្តដំណើរការបានទេឯកសារមិនគ្រប់គ្រាន់មិនបំពេញតាមលក្ខខណ្ឌមានអ្នកខ្លះត្រូវបានបដិសេធពេលសម្ភាសន៍ឧទាហរណ៍សម្រាប់ឆ្នាំធម្មតាប្រហែលជា 100,000 នាក់ត្រូវបានជ្រើសរើសឲ្យមានសិទ្ធិដាក់ពាក្យ Selected Winner ប៉ុន្តែមានតែប្រហែល 50,000 ដល់ 55,000 នាក់ប៉ុណ្ណោះបានទិដ្ឋាការអាចចូលរស់នៅអាមេរិកបានចែកចាយតាមតំបន់ទិដ្ឋាការនេះត្រូវបានបែងចែកទៅតាមតំបន់ផ្សេងៗដូចជាអាហ្វ្រិកាបានច្រើនជាងគេយុរ៉ុបអាស៊ីអូសេអានីអាមេរិកខាងជើង North America បានតិចបំផុតអាមេរិកខាងត្បូងនិងខារីបៀនប្រាប់ទិន្នន័យពីឆ្នាំ2015រហូតដល់ឆ្នាំ2025បានបង្ហាញថាជនជាតិកម្ពុជាដែលបានចាប់ឆ្នោតក្នុងកម្មវិធី DV Lottery ក្នុងរយៈពេលចុងក្រោយនេះមានចន្លោះពីឆ្នាំ2015ដល់ឆ្នាំ2025មានចំនួន 6,568 នាក់ចំណាំត្រូវចងចាំថាចំនួននេះគឺជាចំនួនអ្នកជាប់ឆ្នោតប៉ុណ្ណោះមិនមែនអ្នកទាំងអស់នោះអាចទទួលបានទិដ្ឋាការវីសាពិតប្រាកដនោះទេពីព្រោះមានអ្នកខ្លះមិនបន្តដំណើរការឬមិនបំពេញលក្ខខណ្ឌ
ចាប់ពីឆ្នាំ1994ដល់2014បច្ចុប្បន្នមិនទាន់មានស្ថិតិបំពេញគ្រប់ឆ្នាំឲ្យបានត្រឹមត្រូវទៅនៅលើប្រភពផ្លូវការនៅឡើយទេដែលសរុបបន្ថែមប្រហែលជា 5,000 នាក់ទៀតតាមការវិតម្លៃនៃការចាប់ឆ្នោតប្រចាំឆ្នាំមុនសរុបអាចលើស 11,500 នាក់ចាប់ពីឆ្នាំ1994មកដល់បច្ចុប្បន្ន